សម្រងទាំងខ្មៅលើដំបៅចាស់នឹកឡើងតែខ្មៅស្ពានអូតាគីប្រវត្តិបទស្ពានអូតាគីរបស់លោកតាស៊ិនស៊ីសមុទ្រដែលបានលាក់ទុកនៅស្នេហ៍កំសត់របស់កវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនស្រាប់តែអូនថ្មីហើយជីវិតខ្ញុំមកហើយទុកស្នេហ៍សែនធ្ងន់ម្ដាយអូនជេរផ្ញើតាមអ្នករុនពុនម្ដាយអូនជេរផ្ញើតាមអ្នករុនពុនមើងងាយរិះគន់ថាបងក្រខ្លាំងពុកម៉ែបងប្អូនទាំងអស់គ្នាបទចម្រៀងដែលមានចំណងជើងថាស្ពានអូតាគីគឺជាមរតកដ៏អមតៈមួយដែលត្រូវបានបន្សល់ទុកដោយអធិរាជសម្លេងមាស ស៊ិន ស៊ីសមុទ្របទចម្រៀងនេះមិនត្រឹមតែល្បីល្បាញដោយសារតែទឹកដមសំនៀងដ៏ក្រអូនក្រអៅរបស់លោកតា ស៊ិន ស៊ីសមុទ្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងដោយសារតែប្រវត្តិស្នេហាពិតដ៏កំសត់របស់កវីអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងគឺលោកគង់ប៊ុនឈឿនផ្ទាល់តែម្ដងបទនេះត្រូវបានថតនៅក្នុងអំឡុងឆ្នាំ1974ប្រគំជាចង្វាក់សារ៉ាវ៉ាន់និងត្រូវបានដាក់បញ្ចូលនៅក្នុងស៊េរីកាសែតកំឡោះហុងដាកញ្ញាពេសេដែលលក់ឲ្យក្រុមហ៊ុនចម្រៀងឡាសៀលោកគង់ប៊ុនឈឿនដែលមានសហសនាមថាកវីម្ចាស់ស្ទឹងសង្កែបានសរសេរលម្អិតអំពីប្រវត្តិស្នេហាដំបូងរបស់លោកនៅក្នុងសៀវភៅដែលមានចំណងជើងថាកំណាព្យស្នេហ៍មាសលោកត្រូវបានបញ្ជាក់ថាទោះបីជាឪពុកម្ដាយរបស់លោកបានផ្លាស់ប្ដូរទៅរស់នៅឯឃុំចំការសំរោងខេត្តបាត់ដំបងក្តីក៏លោកនៅតែនឹករលឹកដល់អនុស្សាវរីយ៍ស្នេហ៍ការគ្រាដំបូងនៅឯភូមិបឹងព្រីងឃុំថ្មគោលខេត្តបាត់ដំបងដដែលទីតាំងភូមិសាស្ត្រដែលបានលើកឡើងនៅក្នុងទំនុកច្រៀងដូចជាស្ពានអូតាគីស្ពានអូតាកែពពៀលខែនិងស្រែបារាំងគឺសុទ្ធសឹងតែជាតំបន់ពិតៗដែលលោកនិងគូស្នេហ៍របស់លោកបានធ្លាប់ណាត់ជួបគ្នាដោយសម្ងាត់ស្នេហារបស់លោកគង់ប៊ុនឈឿននិងនារីម្នាក់នោះគឺជាសេចក្តីស្នេហាដ៏បរិសុទ្ធដែលបានកើតឡើងក្រោមភាពក្រីក្រលំបាកនៅក្នុងបទចម្រៀងលោកបានរៀបរាប់អំពីការសាងក្បួនជីវិតក្រោមដើមគគីក្នុងខ្ទមទុលគតដែលឆ្លុះបញ្ចាំងអំពីជីវិតអ្នកក្រលំបាកនៅក្នុងសម័យនោះប៉ុន្តែសង្គមខ្មែរកាលពីសម័យទសវត្សរ៍ទី60និង70គឺជាសង្គមដែលមានប្រពៃណីតឹងតែងនិងប្រកាន់វណ្ណៈយ៉ាងខ្លាំងឧបសគ្គដ៏ធំធេងនៃស្នេហានេះគឺសន្ធិដ្ឋនៅលើឋានៈរបស់លោកគង់ប៊ុនឈឿនដែលត្រឹមតែជាកម្មកររថភ្លើងកំសត់ប៉ុណ្ណោះម្ដាយរបស់នារីដែលជាទីស្រឡាញ់នោះមិនពេញចិត្តចំពោះលោកឡើយដោយខ្លាចកូនស្រីផ្ញើវាសនាទៅនឹងកម្មករក្រីក្រហើយក៏មិនចង់ឲ្យកូនស្រីជួបជុំជាមួយនឹងលោកទៀតដោយឃើញកូនស្រីចេះតែលួចជួបគ្នាម្ដាយរបស់នាងក៏បានសម្រេចចិត្តនាំកូនស្រីទៅរស់នៅឯមង្គលបុរីដែលជាការបញ្ចប់ស្នេហានេះដោយគ្មានពាក្យសម្ដីលាគ្នាការចាក់ចែងរបស់នាងបានបន្សល់ទុកនៅដំបៅចាស់មួយនៅក្នុងចិត្តរបស់លោកគង់ប៊ុនឈឿនដូចនៅក្នុងឃ្លាថាសម្រក់ទឹកខ្មៅលើដំបៅចាស់នឹកឡើងសែនខ្មាស់ស្ពានអូតាគីទៅកាន់មង្គលបុរីប៉ុន្តែការខិតខំទាំងនេះមិនបាននាំនៅអំពើល្អនោះទេផ្ទុយទៅវិញលោកបានទទួលត្រឹមតែពាក្យសម្ដីជេរប្រតិចពីម្ដាយរបស់នាងតាមរយៈអ្នករត់ពន្ធដដែលនោះដោយសារតែម្ដាយរបស់នាងនៅតែមើងងាយរិះគន់ថាលោកក្រីក្រខ្លាំងការប្រកាន់វណ្ណៈនេះបានធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំងរហូតដល់លោកត្រូវទទូចអង្វរដល់ទីតាំងទាំងនោះឲ្យជួយលាក់រឿងរ៉ាវស្នេហារបស់លោកថាអោស្ពានអូតាគីបើអ្នកដឹងរឿងខ្ញុំសូមជួយលាក់ផងកុំប្រាប់អ្នកណាឲ្យសោះដែលពោលនៅខាងដើមបទអូស្ពានអូតាគីបើអ្នកដឹងរឿងខ្ញុំសូមជួយលាក់ផងកុំប្រាប់អ្នកណាឲ្យសោះនៅក្នុងសំណេររបស់លោកគង់ប៊ុនឈឿនលោកបាននិយាយថាថ្វីត្បិតតែលោកគឺជាកម្មកររថភ្លើងដែលក្រីក្រកំសត់ក៏ពិតមែនប៉ុន្តែលោកមានចិត្តស្មោះត្រង់ប្រៀបបីដូចជាផ្លូវដែកដែលត្រង់មិនបត់បែនឃ្លានេះបានបង្ហាញអំពីមោទនភាពនិងការតាំងចិត្ត
ស្មោះរបស់លោកចំពោះស្នេហាបើទោះបីជាមានការមើងងាយយ៉ាងណាក៏ដោយចិត្តស្មោះនោះមិនបានបណ្ដាលឲ្យស្នេហារបស់លោកបានសម្រេចឡើយគឺដោយសារតែមានឥទ្ធិពលនៃវណ្ណៈនិងប្រពៃណីសង្គមតាមរយៈបទស្ពានអូតាគីនេះលោកគង់ប៊ុនឈឿនមិនត្រឹមតែបានចែករំលែកនៅបទពិសោធន៍ស្នេហាផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែលោកក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពអយុត្តិធម៌នៃការប្រកាន់វណ្ណៈនៅក្នុងសង្គមខ្មែរសម័យនោះដែលជាកត្តាមួយរារាំងមិនឲ្យមនុស្សមានសិទ្ធិជ្រើសរើសវាសនាជីវិតដោយខ្លួនឯងនេះហើយជាមូលហេតុដែលបទចម្រៀងនេះនៅតែមានឥទ្ធិពលនិងទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃព្រោះគឺជាការរួមបញ្ចូលគ្នារវាងបទពិសោធន៍ផ្ទាល់ខ្លួនរបស់កវីនិពន្ធនិងដោយសារតែសំឡេងដ៏ពិរោះរណ្ដំរបស់អត្រាសំឡេងមាសស៊ីនស៊ីសមុទ្រនិងខ្លឹមសារដែលបង្កប់នៅនយោបាយសង្គមដ៏ជ្រាលជ្រៅមួយបាទចំណុចដែរពុកម៉ែបងប្អូនបន្ទាប់ពីបានស្ដាប់នៅប្រវត្តិដ៏កំសត់របស់បទស្ពានអូតាគីបាទសូមចាប់នៅតំបន់នេះតែត្រឹមនេះសិនបងប្អូនដែលមិនទាន់បានជួយ Subscribe បាទសូមជួយ Subscribe ដើម្បីទទួលបាននៅអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា